ខុសគ្នារវាងគោខ្មែរដែលយើងទិញនៅផ្សារខ្មែរហើយនិងគោដែលយើងទិញនៅម៉ាតអញ្ចឹងយើងមើលជាក់ស្ដែងនេះសាច់គោខ្មែររបស់យើងដែលចិញ្ចឹមនៅតាមផ្ទះដែលហៅថាញ៉ាំស្មៅចាញ៉ាំស្មៅញ៉ាំចំបើងចាញ៉ាំកំប្លោកធម្មតាដែលបងប្អូនឃើញច្រាំងរបស់វាគឺជាប្រភេទបែបធំបែបនេះសារជាតិចិញ្ចឹមរបស់វាក៏ល្អដែរអញ្ចឹងអានេះហៅថាសាច់ផុយដែលយើងអាចធ្វើលុកឡាក់បានធ្វើខ្មែរយើងតែចំណាំថាស្ងោរជ្រក់ហើយនេះជាសាច់គោដែលយើងទិញនៅម៉ាតហើយគោនេះតាមគេបញ្ជាក់មកថាទិញគេចិញ្ចឹមបែបកសិដ្ឋានណាហើយគេប្រើជាប្រភេទអាហារបំពន់អាហារជំនួយទៅតាមហ្នឹងទៅអញ្ចឹងប្រភេទសាច់គោនេះជាប្រភេទសាច់ផុយបងប្អូនអាចមើលបានខ្ញុំមិនចាក់ជូនបងប្អូននេះដៃខ្ញុំចាក់ជូនចេះវារៀងផុយមែនតើបើយើងកាន់ចេះមកហើយសាច់របស់វារៀងម៉ត់ពណ៌របស់វារៀងក្រហមអានេះល្អបំផុតសម្រាប់យើងធ្វើ steak ញ៉ាំប្រភេទដែលសាច់ផុយវា filet ស្ដើងមកយើងប្រើប្រភេទញ៉ាំឆៅអ្នកខ្លះគេញ៉ាំឆៅតែសម្រាប់ខ្ញុំអត់ញ៉ាំឆៅខ្ញុំញ៉ាំរៀងឆ្អិនតែឆ្អិន 70% 80% ទៅតាមដែលយើងចូលចិត្តចាហើយខ្លះឥឡូវនេះយើងដល់វគ្គចម្អិនហើយតិចទៀតខ្ញុំនឹងប្រាប់ពីរសជាតិបន្ទាប់ពីការចម្អិនហើយយើងនឹងភ្លក់ឲ្យបងប្អូនមើលណាតាមតាមណាចុះគ្រឿងផ្សំយកមានអីច្រើនទេបងប្អូនយើងមានសាច់គោយើងមានប័រយើងមានខ្ទឹមសយើងមានស្លឹក rosemary ស្លឹកហ្នឹងយើងអត់បានទេបងប្អូនពេលយើងចៀន steak ហើយនឹងទឹកជ្រលក់នេះគឺទឹកជ្រលក់បែបកូនកាត់យើងនិយាយតាមចំណងចិត្តមកអញ្ចឹងតោះយើងទៅធ្វើមួយខ្ញុំបងប្អូនជាដំបូងគឺយើងដាក់ប័រមុនមកអ្នកបងប្អូនធ្វើម៉េចខ្លាញ់ក្តៅហើយនេះខ្ញុំយកសាច់គោខ្មែរយើងយកមកចៀនមុនហើយដាក់ខ្ទឹមដាក់ស្លឹក rosemary បន្ទាប់មកចំចូលសាច់គោកសិដ្ឋានណាទិញនៅម៉ាតហ្នឹងយកមកចៀនតាមក្រោយបងប្អូនហើយកាត់មកយកឆ្អិនតាមចំណងចិត្តអូយថាតំណងបងប្អូនបានឆ្អិនតែប៉ុណ្ណេះមកតំណងហើយ70-80% បានហើយចាឥឡូវនេះលទ្ធផលសម្រាប់បន្ទាប់ពីការយើងចម្អិនហើយចាឥឡូវនេះខ្ញុំចម្អិនរៀងឆ្អិនបន្តិចបងប្អូនណាដឹងស្រាប់ហើយខ្ញុំញ៉ាំសាច់បែបរៀងឆ្អិនបន្តិចនេះជាសាច់គោខ្មែរយើងទិញនៅផ្សារខ្មែរបងប្អូនអាចមើលបាននេះជាសាច់គោយើងទិញនៅម៉ាតសាច់គោពីរនេះតម្លៃរបស់វាបើខ្ញុំប្រាប់ចឹងតម្លៃសមរម្យគ្នាតម្លៃគេរៀងក្រិនបើចានេះតម្លៃរបស់គោខ្មែរយើងឥឡូវមិននិយាយអីច្រើនទេគឺយើងមកតេស្តរសជាតិតែម្ដងចារសជាតិបែបណាភ្លក់សិនណាវារសជាតិវិញចារសជាតិនេះអត់អន់ទេបងប្អូនឆ្ងាញ់យើងជុំគ្រាបងប្អូនយើងគឺយកអាចចោលទេគោខ្មែរបន្តមកទៀតយើងងាកមកតេស្តគោខាងយើងទិញពីម៉ាតមកវិញណាសាច់របស់វាបែប juicy បែបចេះបងប្អូនមើលនេះស្រាក់ទឹកអញ្ចឹងមកខ្ញុំច្រលក់វាបន្តិចមកអំបិលម្រេចអូខេសម្រាប់សាច់គោយើងទិញនៅខាងម៉ាតរសជាតិរបស់វាអត់អន់ដូចគ្នាណាអែមយ៉ាងម្នាក់តែអ្វីដែលប្លែកខុសគ្នាហ្នឹងគឺនៅខាងនេះគឺវា juicy ជាងវាចង់និយាយថាវាមានជាតិទឹកចេញពីសាច់គោវាអត់ស្ងួតទេវាអត់ស្ងួតហើយអានេះបើសិនជាសម្រាប់ខ្ញុំរសជាតិកាន់តែឆ្ងាញ់បងប្អូនអ្នកដែលចូលចិត្តប្រភេទជា alcohol បើយើងនិយាយចឹងហ្មងទៅណាជាប្រភេទក្រហមឬសចារសជាតិបែបម៉ាញក្រហមឬក៏សចា the best អានេះឆ្ងាញ់យ៉ាងយើងជ្រើសយកបន្លែស្លាប់ស្រួយបែបស្វាយយើងដាក់ចេញមកបងប្អូនយើងដាក់វាចេញមកបាត់យើងច្រលក់សម្រាប់ខ្ញុំគឺថាខ្ញុំចូលចិត្តទាំងពីរសិនចុះសម្រាប់អ្នកមើលដែរចូលចិត្តមួយណាអាច comment នៅខាងក្រោមវីដេអូខ្ញុំបានហើយបើចង់ឲ្យខ្ញុំធ្វើវីដេអូអីបន្ថែមទៀតអាចប្រាប់ខ្ញុំបានដូចគ្នាយើងនឹងលើកធ្វើទៅតាមការ comment របស់បងប្អូនអរគុណច្រើន